បាទខ្ញុំឈ្មោះម៉ៃបន្ទោបេតាសូមជម្រាបសួរលោកគ្រូនិងមិត្តរួមទាំងអស់គ្នាបាទនៅពេលនេះខ្ញុំមកធ្វើការសង្ខេបមេរៀននៃសប្តាហ៍ទី10ដែលមានចំណងជើងថាការវិនិច្ឆ័យផលបត្តិ Portfolio Assessment បាទអញ្ចឹងមេរៀននេះមានមាតិកាចំនួន6ទី1គឺការវិតម្លៃផលបត្តិទី2ចរិតលក្ខណៈផលបត្តិនិងទី3គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិទី4ប្រភេទផលបត្តិទី5ការរៀបចំនិងការអនុវត្តវិតម្លៃផលបត្តិនិងទី6គឺសង្ខេបពាក្យចំណុចទី1ការវិតម្លៃការវិតម្លៃផលបត្តិតើពាក្យportfolio មានន័យដូចម្ដេចចំពោះការវិតម្លៃសិក្សាបាទអញ្ចឹងដំណើរការផលបត្តិឬក៏ portfolio គឺវាមានតកតងនឹងដំណើរការនៃការប្រមូលនិងការវិតម្លៃតាមលំនាក់ឬបញ្ចប់ដើម្បីជាឯកសារនៃវឌ្ឍនភាពចំពោះទៅរកការសម្រេចគោលដៅនៃការសិក្សាប្រមូលស្នាដៃការងារផ្សេងៗដើម្បីជាភស្តុតាងក្នុងការរីកចម្រើនប្រាប់ពីការរីកចម្រើនក្នុងការសិក្សារបស់សិស្សការប្រមូលកិច្ចការនិងភស្តុតាងសិក្សាការវិតម្លៃផលបត្តិជាការវិតម្លៃលើការប្រមូលផ្ដុំការងាររបស់សិស្សក្នុងរយៈណាមួយយ៉ាងមួយទៀតវាជាការប្រមូលផ្ដុំកិច្ចការរបស់សិស្សក្នុងគោលបំណងដើម្បីពណ៌នាពីការប្រឹងប្រែងឬការរីកចម្រើនឬក៏ការសម្រេចសមិទ្ធផលរបស់សិស្សក្នុងមុខវិជ្ជាណាមួយបាទចំណុចទី2ចរិតលក្ខណៈនៃផលបត្តិអញ្ចឹងយោងទៅតាម ASEAN 2000និង2001កាលា1998ការប្រមូលផ្ដុំកិច្ចការដែលសិស្សត្រូវរៀបចំជាផលបត្តិត្រូវផ្ដោតទៅលើលក្ខណៈពិសេស3យ៉ាងអញ្ចឹងទី1ការប្រមូលកិច្ចការរបស់សិស្សត្រូវមានគោលបំណងច្បាស់លាស់ទី2សិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃការជ្រើសរើសកិច្ចការណាមួយដែលត្រូវដាក់បញ្ចូលក្នុងផលបត្តិបាទទី3សិស្សចូលរួមយ៉ាងសកម្មក្នុងការឆ្លុះបញ្ចាំងខ្លួនឯងបាទជាគោលបំណងគឺបន្ស៊ីជាមួយនឹងវត្ថុបំណងស្តង់ដារនៅមុនសតវត្សទី21ផលិតផលការងារមានការប្រមូលផ្ដុំរៀបចំបានល្អនិងមានលក្ខណៈជាប្រព័ន្ធសិស្សមានការចូលរួមនិងការលើកចិត្តកម្រិតខ្ពស់កិច្ចការឬស្នាដៃជារបស់សិស្សម្នាក់ៗជ្រើសរើសខ្លឹមសារមេរៀនដោយខ្លួនឯងការណែនាំដែលបានបង្កើតត្រូវប្រើក្នុងការសរសេរខ្លឹមសារមេរៀនឆ្លុះបញ្ចាំងរបស់សិស្សមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់និងសម្រាប់ការវិនិច្ឆ័យផលិតផលមានការប្រជុំរវាងគ្រូនិងសិស្សដើម្បីពិនិត្យវិនិច្ឆ័យបាទយើងយកដល់ចំណុចទី3និយាយពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិអញ្ចឹងគុណសម្បត្តិជួយជំរុញស្វ័យសិក្សាស្វ័យវិនិច្ឆ័យនិងការវិនិច្ឆ័យតាមបែបសហការរបស់សិស្សបង្កើនការលើកទឹកចិត្តសិស្សបដោតលើចំណុចខ្លាំងដែលអ្វីដែលពួកគេបានធ្វើបានការវិនិច្ឆ័យមានលក្ខណៈជាបុគ្គលឧទាហរណ៍ជាស្ដែងសម្រាប់កិច្ចប្រជុំរបស់ពុកម្ដាយមានភាពបត់បែននិងប្រែប្រួលតាមអាយុមុខវិជ្ជាប្រភេទផលិតផលសមត្ថភាពចំណាប់អារម្មណ៍និងរបៀបនៃការរៀនបាទអញ្ចឹងគុណវិបត្តិគឺត្រូវបណ្ដុះបណ្ដាលគ្រូពិបាកក្នុងការដាក់បន្ទូលនាំឲ្យមានភាពជឿជាក់ទាបចំណាយពេលច្រើនក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យការដាក់បន្ទូលនិងជួបសិស្សអាចជ្រើសព័ត៌មានដើម្បីបញ្ចូលក្នុងផលបត្តិមិនបានល្អគំរូនៃ
ផលិតផលសិស្សអាចនាំទៅរកភាពខ្សោយនៃការធ្វើទូទៅកម្មឪពុកម្ដាយអាចនឹងពិបាកយល់ពីផលល្បាតចឹងយើងចូលដល់ចំណុចទី4និយាយអំពីប្រភេទនៃផលល្បាតអញ្ចឹងផលល្បាតមានដូចជាផលល្បាតស្នាដៃទី1ទី2ផលល្បាតសមត្ថភាពទី3ផលល្បាតគម្រោងទី4ផលល្បាតប្រាប់ពីការរីកចម្រើនទី5ផលល្បាត Digital បាទអញ្ចឹងផលល្បាតស្នាដៃគោលបំណងបង្ហាញពីកិច្ចការល្អបំផុតរបស់សិស្សឬអ្វីដែលសិស្សមានមោទនភាពប្រើជាការចងចាំដែលគ្រូសុំសិស្សឲ្យបង្កើតជាការប្រមូលលើកិច្ចការផ្ទាល់ខ្លួនដែលសិស្សពេញចិត្តជាពិសេសអនុស្សាវរីយ៍នៃការសិក្សាប្រើដើម្បីទំនាក់ទំនងជាមួយគ្រួសារបង្ហាញនៅអ្វីដែលសិស្សមានមោទនភាពបំផុតឬដើម្បីបង្ហាញនៅឧទាហរណ៍វិជ្ជមាននៃបទពិសោធន៍សិក្សាឬសកម្មភាពក្នុងថ្នាក់របស់សិស្សជាចំណុចទី2ផលល្បាតសមត្ថភាពអញ្ចឹងវាបង្ហាញអំពីការសម្រេចសមិទ្ធផលដោយគោរពតាមគោលដៅសិក្សាលទ្ធផលសិក្សារំពឹងទុកមួយឬច្រើនជាងចូលដល់ទី3ផលល្បាតគម្រោងបាទផលល្បាតគម្រោងប្រើដើម្បីចងក្រងឯកសារនៃការបញ្ចប់ជំហាននីមួយៗក្នុងគម្រោងដែលធ្វើឡើងក្នុងរយៈពេល1ធាតុដែលបានបញ្ចូលផ្ដល់នៅភស្តុតាងនៃការចូលរួមនៅក្នុងដំណាក់នីមួយៗនៃការងាររបស់គម្រោង4ផលល្បាតប្រាប់ពីការរីកចម្រើនអញ្ចឹងផលល្បាតប្រាប់ពីការរីកចម្រើនគឺបង្ហាញអំពីវឌ្ឍនភាពឆ្ពោះទៅរកការសិក្សាមួយមុខវិជ្ជាមួយកាន់តែប្រសើរប្រមូលគំរូនៃការងារមួយក្នុងរយៈពេល1ដើម្បីបង្ហាញពីការរីកចម្រើននៃចំណេះដឹងនិងជំនាញរក្សាទុកគំរូនៃសំណេរតាំងពីដើមឆ្នាំសិក្សាបន្ថែមគំរូបន្តបន្ទាប់ដាក់ទៅក្នុងផលល្បាតយ៉ាងទៀងទាត់ក្នុងរយៈពេល1ឆ្នាំមាសឬ1ឆ្នាំស្វ័យឆ្លុះបញ្ចាំងដែលបានសរសេរតាមពេលវេលានិងពណ៌នាពីការផ្លាស់ប្ដូរដែលបង្ហាញនៅក្នុងសមិទ្ធផលនិងសមត្ថភាពដែលរីកចម្រើនបន្តិចម្ដងចំណុចទី5និយាយពីផលល្បាត Digital ជាផលល្បាត Digital គឺជាការផ្លាស់ប្ដូរការប្រមូលភស្តុតាងអេឡិចត្រូនិកដែលជាធម្មតាត្រូវបានរក្សាទុកនិងគ្រប់គ្រងលើអ៊ីនធឺណិតឬដោយកម្មវិធី software app បាទជាចំណុចទី1និយាយពីសារៈសំខាន់នៃផលល្បាត Digital អញ្ចឹងសារៈសំខាន់នៃផលល្បាត Digital ផ្ដល់នូវការរក្សាទុកព័ត៌មានប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពសិស្សអាចបន្ថែមឧទាហរណ៍ការឆ្លុះបញ្ចាំងនិងការទាញសន្និដ្ឋានលើកកម្ពស់ការចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រសង្កត់ធ្ងន់ទៅលើបុគ្គលការច្នៃប្រឌិតនិងសម្លេងរបស់សិស្សផ្ទាល់ងាយស្រួលប្រើប្រាស់និងអាចផ្លាស់ប្ដូរទីតាំងបានចំណុចទី5និយាយពីការរៀបចំនិងការអនុវត្តការវិតម្លៃនៃផលល្បាតអញ្ចឹងដំបូងកំណត់ពីគោលបំណងទី2កំណត់រចនាសម្ព័ន្ធរូបរាងឬ Digital ទី3កំណត់ខ្លឹមសារទី4កំណត់ការណែនាំស្វ័យវិតម្លៃនិងលក្ខណៈនៃការវិនិច្ឆ័យដាក់ពិន្ទុរបស់សិស្ស5ពិនិត្យឡើងវិញជាមួយសិស្សទី6ការដាក់ខ្លឹមសារទី7ការស្វ័យវិតម្លៃរបស់សិស្សលើខ្លឹមសារមេរៀនទី8ការវិតម្លៃរបស់គ្រូនិងព័ត៌មានត្រឡប់ទី9កិច្ចប្រជុំរវាងគ្រូនិងសិស្សចឹងគោលបំណងគឺគំនិតច្បាស់លាស់អំពីគោលបំណងនៃការវិតម្លៃលើកកម្ពស់
bây giờ bật sơ ai bị quật bom năn sản vật phải muối vẫn xí kia cho mùi nước tầng đá lớp giá một chia là phó sức xa đồng phương tụcในมุมชี้นึงระดับพอลศึกษาดำพึงตุกกำหนดโดยกระทรวงบัดนี้เราเลยมือติดกำหนดรายนาสัมพันธ์รูปเรียงหรือดิจิทัลที่พิจารณาแต่เรื่องตุ่มหมในการศึกษาตุกสำหรับเราการสำหรับแบ่งใจเอกสารรายนาสัมพันธ์ดิจิทัลแปรปรวนตามคำที่หรือมังกรขึ้นเองเมื่อเคยหนึ่งอายกโจปราบราบานบล็อกงี้ส่วนของการบังคับให้ตระบานปราบสำหรับพลบัตดิจิทัลการได้จำเอกสารของกับพลบัตคลำซาพลบัตได้ไอเลือกระดาษตระบานบอกปุ่มหนึ่งเดือนสามตัวของโครโนรายนาสัมพันธ์ดิจิทัลนี่เหนือมังกรเวทีการหรือกรรมทีแต่สาตุกเลือกบุปผาหรือออนไลน์ตุ่มดิจิทัลหนึ่งวัดกันไตตุ่มหนึ่ง Interaction with Data Dashboard บัดที่cho ra chừng là tí bấy dòng bi khlam xaในพลบัตจึงกลุ่มรู้นึงcao về làm lái làm đạpในกลุ่มรู้กาอุทิศในหมู่เชียเจ็ดแหละประเภทเดลต้านึงกลุ่มน้องวัดใบแหละขนาดเจียบุกกุลบุญการในน้อมวีlàm láiนึงแหละขนาดวินิจฉัยในการดับบรรทุกเสอและขณะวินิจฉัยนึงในการดับบรรทุกสำหรับการวีlàm lái cá châu luôn mà sắc non cài quạt phim chìm chặt cá nâng xả cá thì ní con phim nâng sẽ đặt phim chỉ làmเป็นเราvới những người sạch vô đi pha làm bạn một hai giờ tia hó đó là cá oi sa xua sầm lúa đó là chỉ là sầm pon cục cồn bàn tay lưng thực chất đó là xoay phim sức sạch đó nhưng cho là chừng này thì làm bấy vậy chừng này thì làm bấy vậy bismay về làm này phật xa đó bỏ sa lư tham sa mê riến chừng này thì bấy cả về làm lại bỏ cru nâng bọt miền tây lót thì muốn cách phải chung được viên cru sa bài kiếm chung viên cru sa cứ có thông từ là phép nâng qua từ là phép cũng nọt phí nọt pê rồi chung bị đập nhiệt tí bị đập từ đập lên nhiệt tí đau lợm thì bọn là môi sầm khăn môi được tí các phía xa đây một cọp đôi ca kích nâng ca lừa thực chất có ta sầm làm chỉ ảnh xài vô nâng phèn ca nên nhía đây là nàng cột cái điều này bạn chỗ đó là sòng khẹp trong này tìm được mối sòng khẹpสาระสำคัญในพลบัตคือโปรโมทในเวลาลักษณะได้หรือเปล่าในการเงินหรือเปล่าได้บางห้างบีวัฒนธรรมเพื่อช่วยตัวสิ่งใดช่วยตัวสำรัจระดับพอลศึกษาระบบปังตุกนึงการสำรัจในสตางด้านในการศึกษาโดยรวมโจในกูการในการวิมไลหรือการวิมไลการระบบจมวยนึงชมจังระดับพอลชมจังพลบัตนึงพลบัตในแต่ละในai chỉ ở một có đó mẹ thì là mấy cái mà căng sát một sa chỉ môi nâng phim bọt bán để miên không phải là bạn miên phim nghi số không ca vì làm lại là cái này một cô đôi này nhà ai một ca ca là bọn mình tự làm có cái này bọt sâm niệm nè bạn chúng ta mới riêng dùng kèm đi sao mà đã đi đọc bằng những bạn sống chọn bạn này bạn sống ở con